ជំរាបសួរបងប្អូនអរគ្នាចឹងនេះខ្ញុំចង់មកយ៉ាងពីសារតកាន់យុវវ័យចំពោះទី27ដែលតាក់ទងជាមួយនឹងជ័យជំនះដែលបានមកពីភាពត្រឹមត្រូវបងប្អូនបើចេះធ្លាប់ឮនៅសុភាសិតមួយដែលបាននិយាយអំពីធ្វើល្អនឹងបានល្អធ្វើអាក្រក់នឹងបានអាក្រក់ចឹងសុភាសិតនេះគឺបានបញ្ជាក់យើងច្បាស់ហើយថានៅពេលដែលយើងប្រព្រឹត្តល្អទៅកាន់អ្នកដទៃឬក៏អ្នកដែលគេខ្វះខាតនោះយើងទទួលបាននូវការតបស្នងមួយដែលល្អប៉ុន្តែបើសិនជាយើងប្រព្រឹត្តអាក្រក់ទៅអ្នកណាគេម្នាក់ហើយគឺយើងជីវិតរបស់យើងគឺមិននៅសុខស្រួលនោះទេគឺយើងតែងតែភ័យខ្លាចគេមកធ្វើបាបយើងវិញខ្លាចគេមកប្រព្រឹត្តអ្វីដែលមិនល្អមកកាន់យើងអញ្ចឹងហើយទើបយើងរកគ្នាត្រូវតែប្រព្រឹត្តអ្វីដែលល្អទៅកាន់អ្នកដទៃដូចយើងរកគ្នាបើសិនជាយើងទេនាំមនុស្សដែលគេមិនទាន់បានស្គាល់ព្រះអង្គដែលគេតែងតែស្អប់នៅព្រះនាមបោះត្រង់ដើម្បីគេបានទទួលជឿព្រះនោះអ្វីដែលយើងទទួលបានគឺជីវិតអស់កលខ្ញុំដឹងថាពុកម៉ែបងប្អូនអរគ្នាគឺតែងតែចង់បាននៅជីវិតអស់កលអញ្ចឹងហើយបើសិនយើងចង់បាននៅជីវិតអស់កលគឺយើងត្រូវការដើរតាមនៅគន្លងរបស់ព្រះហើយនឹងសេចក្តីជំនឿគឺត្រូវជឿទៅលើព្រះទាំងស្រុងនោះយើងនឹងបានជីវិតអស់កលនៅថ្ងៃព្រះអង្គយើងមកវិញអញ្ចឹងហើយព្រះយេស៊ូវទ្រង់ក៏បានបញ្ជាក់ទៀតថាបើសិនជាយើងធ្វើអ្វីមួយដោយយកចិត្តទុកដាក់ហើយបើសិនជាយើងធ្វើអ្វីមួយដោយបញ្ជាក់ពីអារម្មណ៍របស់យើងដោយធ្វើអស់អំពីចិត្តរបស់យើងនោះយើងនឹងទទួលបាននូវការតបស្នងវិញ1គុណនឹង2ហើយក៏1គុណនឹង10ក៏បានអានឹងហើយគឺបានបញ្ជាក់អំពីភាពស្មោះត្រង់ភាពត្រឹមត្រូវដែលយើងទទួលបាននៅអ្វីដែលយើងធ្វើអញ្ចឹងបើសិនជាយើងធ្វើអ្វីមួយដែលត្រឹមត្រូវគឺគ្មានអ្នកណាគេស្អប់មួយគ្មានអ្នកណាគេខឹងនឹងយើងទេប៉ុន្តែបើសិនជាយើងប្រព្រឹត្តអ្វីមួយដែលមនុស្សស្អប់ខ្ពើមទោះបីយើងទៅដល់ទីណាក៏គេឈ្មោះរបស់យើងនៅតែមានអ្នកស្អប់ដដែលអញ្ចឹងហើយទើបយើងរកគ្នាគួរតែប្រព្រឹត្តអ្វីដែលល្អទៅកាន់នោះជំវិញខ្លួនយើងឬក៏អ្នកផ្សេងៗនឹងជាពិសេសគឺមិត្តភក្តិរបស់យើងនៅពេលដែលយើងជួបទូលំបាកថ្ងៃណាមួយគេនឹងជួយយើងវិញដោយសារតែយើងតែងតែប្រព្រឹត្តនៅភាពត្រឹមត្រូវតែងតែជួយយកអាសាគ្នាទៅវិញទៅមកអញ្ចឹងហើយសារទៅកាន់យុវវ័យថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំក៏សូមអរគុណដល់បងប្អូនអរគ្នាសម្រាប់ការទស្សនានៅវីដេអូមួយនេះ